បាននិយាយទៅដល់ពាក្យថាជាស្ត្រីមេផ្ទះគឺការងារមួយចំនួនមិនបាននិយាយទៅដល់រឿងការងារផ្ទះសម្បែងទេនិយាយតែមួយជ្រុងតាក់ទងជាមួយនឹងការធ្វើម្ហូបមួយថ្ងៃ3ពេលណាគឺថាពេលខ្លះរនឹកសឹងតែមិនឃើញថាម្ហូប3ពេលហ្នឹងពេលព្រឹកពេលថ្ងៃពេលល្ងាចត្រូវធ្វើអីខ្លះផងអញ្ចឹងមិនបាច់និយាយទៅដល់ការងារផ្សេងទេហើយកុំនិយាយពាក្យថាស្ត្រីមេផ្ទះគឺមានភាពងាយស្រួលចាគឺថាអត់ស្រួលទេបងប្អូនដែលគាត់ជាអ្នកកាន់តួនាទីមួយនេះទើបគាត់ដឹងថាវាមានភាពស្មុគស្មាញហើយនឹងពិបាកហើយនឹងមានតម្លៃប៉ុណ្ណាជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺមកជាមួយនឹងមុខម្ហូបមួយមុខដែរសូម្បីតែអ្នកធ្វើហ្នឹងក៏មិនដឹងថាជាមុខម្ហូបគួរតែដាក់ឈ្មោះអ្វីដែរដឹងតែត្រឹមថាមានបន្លែប្រហែលមុខនៅក្នុងទូហើយថ្ងៃនេះរៀងណាយក្នុងការញ៉ាំសាច់ណាឃើញថាចង់ញ៉ាំតែជាមួយបន្លែហើយនឹងគិតថាឆ្នៃបែបណាឲ្យបន្លែដែលនៅសល់ស្រាប់ហ្នឹងគឺថាមានរសជាតិឆ្ងាញ់ណាស់ទាំងអស់គ្នាអញ្ចឹងឥឡូវបន្លែដែលខ្ញុំមានហ្នឹងគឺខ្ញុំមានជាមួយនឹងផ្សិតសចាហើយស្នៀតពោតហើយបន្ទាប់មកខ្ញុំមានជាមួយនឹងការ៉ុតហើយយើងធ្វើការហាន់បន្លែទាំងនោះជាកង់រៀងតូចល្មមដែរអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងផ្កាខាត់ណាសចាខ្ញុំធ្វើការពុះផ្កាខាត់ណាយើងជាកង់ដុំរៀងតូចល្មមដែរអ្នកទាំងអស់គ្នាចាហើយបន្លែបន្ទាប់ដែលខ្ញុំមានហ្នឹងគឺខ្ញុំមានជាមួយនឹងស្ពៃបូកូចាសម្រាប់ស្ពៃបូកូហ្នឹងគឺខ្ញុំពុះជា2បន្ទាប់មកខ្ញុំក៏ជ្រៀកចាស្ពៃបូកូយើងជាបំណែករៀងតូចល្មមណាទាំងអស់គ្នាចាយើងកាត់ជារៀងកង់ខ្លីៗមកអញ្ចឹងបន្ទាប់ពីខ្ញុំបានត្រៀមចាហាន់ជាមួយនឹងបន្លែយើងប្រហែលម៉ោងរួចរាល់អស់ហើយឥឡូវខ្ញុំងាកមកលាយជាមួយនឹងគ្រឿងដែលយើងត្រូវចាផ្សំជាមួយនឹងបន្លែឆារបស់យើងដែលខ្ញុំមានជាមួយនឹងទឹកប្រេងខ្យងចាទឹកស៊ីអ៊ីវបន្ទាប់មកខ្ញុំប្រើជាមួយនឹងទឹកម្ទេសដែរអ្នកទាំងអស់គ្នាចាហើយបន្ទាប់មកគឺខ្ញុំចាជ្រើសប្រើជាមួយនឹងទឹកស៊ីអ៊ីវខាប់បន្តិចដើម្បីឲ្យពណ៌ទឹករបស់យើងវាមានឡើងពណ៌ស្អាតបន្ទាប់មកខ្ញុំថែមជាមួយនឹងទឹកឃ្មុំហើយជាមួយនឹងអំបិលខ្ទឹមអ្នកទាំងអស់គ្នាហើយសម្រាប់គ្រឿងផ្សំនេះគឺខ្ញុំអត់មានប្រើស្ករសទេដោយសារតែខ្ញុំបានប្រើជាមួយនឹងទឹកឃ្មុំហើយបន្ទាប់មកខ្ញុំធ្វើការដាក់ដាំទឹកហើយស្រុះបន្លែចាដែលមានដូចជាការ៉ុតចាផ្កាខាត់ណាជាមួយនឹងស្នៀតពោតជាបន្លែរឹងណាអ្នកទាំងអស់គ្នាចាបន្ទាប់ពីស្រុះហើយគឺខ្ញុំធ្វើការដាក់ទឹមសចិញ្ច្រាំណាអ្នកទាំងអស់គ្នាចាលីងឲ្យវារៀងឡើងក្រហមមកហើយបន្ទាប់មកខ្ញុំជ្រើសរើសប្រើជាមួយនឹងពងមាន់ចំនួនចា4គ្រាប់ដោយសារតែថ្ងៃនេះគឺខ្ញុំអត់ចង់ញ៉ាំសាច់ទេចាគឺនឹកឃើញថាម្ហូបអ្វីដែលយើងអាចឆ្នៃបានដែលនៅក្នុងផ្ទះបាយមានស្រាំចាគឺចេះតែលៃលោកយកមកឆ្នៃបន្ទាប់មកចាពេលដែលយើងដាក់ពងមាន់យើងលីងឲ្យរៀងឡើងក្រហមល្អរៀងឡើងក្លិនឈ្ងុយខ្ញុំក៏បានដាក់បន្លែយើងចូលទាំងអស់តែម្ដងណាទាំងអស់គ្នាហើយធ្វើការស្រូបជាមួយនឹងទឹកដែលខ្ញុំបានលាយអំបាញ់មិញណាចាហើយធ្វើការកូរត្រឡប់ឲ្យទៅចាគ្រឿងផ្សំជាមួយនឹងបន្លែយើងចាចូលសព្វគ្នាល្អហើយបន្ទាប់មកខ្ញុំក៏បានបន្ថែមជាមួយនឹងមីសួរដែលខ្ញុំធ្វើការត្រាំជាមួយនឹងទឹកក្តៅអ៊ុនៗរយៈពេលប្រហែលជា15ទៅ20នាទីណាទាំងអស់គ្នាចាហើយបន្ទាប់មកខ្ញុំមានទឹកសោះដែលនៅសល់បន្តិចខ្ញុំក៏បានយកមកចាក់ចាពីលើមីសួររបស់យើងហើយធ្វើការកូរចាត្រឡប់ឲ្យសាច់មីសួរជាមួយនឹងបន្លែរបស់យើងបានចូលសព្វគ្នាល្អគឺជាការស្រេចតែម្ដងអ្នកទាំងអស់គ្នានិយាយទៅសម្រាប់មុខម្ហូបមួយមុខនេះគឺមិនដឹងថាមានឈ្មោះអ្វីឲ្យប្រកាសទេតែសម្រាប់ខ្ញុំចាវារសជាតិវារៀងឆ្ងាញ់ដោយសារតែអ្នកដែលគាត់អត់សូវនិយមក្នុងការចូលចិត្តញ៉ាំសាច់ហើយរៀងតលាន់សាច់អ្នកទាំងអស់គ្នាអាចចាជ្រើសរើសធ្វើជាប្រភេទម្ហូបបែបនេះបានគឺមានរសជាតិឆ្ងាញ់អ្នកទាំងអស់គ្នាពេលដែលយើងឆាបន្លែគ្រប់មុខលាយជាមួយនឹងមីស៊ូបែបនេះគឺថារសជាតិញ៉ាំទៅអត់តលាន់គឺថាឆ្ងាញ់តែម្ដង